dương nghĩa mặc chào làmនៅព័ត៌មានចេញពីខាងខេត្តប៉ៃលិននេះវិញដោយអាដាមអ៊ីឈៀននិងលោកជំទាវបានស្រីមុំបាននាំយកអំណោយរបស់សម្ដេចកតេប្របណ្ឌិតមកនីហ៊ុនសែនប្រគល់ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនកាលពីពេលថ្មីកន្លងទៅនេះអាដាមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចុះសម្ដែងសំណើសួរសុខទុក្ខនិងនាំយកសម្ភារៈថវិកានិងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកតេប្របណ្ឌិតបរិញ្ញាសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់នីតិហ៊ានរងនិងពលទាហានដែលកំពុងតែឈរជើងការពារបរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិនអាដាមអ៊ីឈៀនដែលទទួលបន្ទុកកិច្ចការងារព្រំដែននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍នាំមកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកតេប្របណ្ឌិតបរិញ្ញាហ៊ុនសែនជូនចំពោះនីតិហ៊ានរងនិងពលទាហានដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងបេសកកម្មការពារបរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្ដេចមិនបានមកជួបជាមួយនឹងបងប្អូនដោយផ្ទាល់ក្តីក៏សម្ដេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ចអាដាមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃមានស្ថានភាពឡើងកម្ដៅខ្លាំងនៅចំណុចមុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាក្របីរហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធបច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះគឺចាំស្ដាប់នៅបទបញ្ជានិងគោលការណ៍ពីមេបញ្ជាការទីប្រមុខរដ្ឋាភិបាលហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងគឺមានការការពារកុំឲ្យមានករណីឈ្លានពានណាមួយកើតឡើងលើបទនភាពទឹកដីក្នុងប្រទេសកម្ពុជាយើងអាដាមអ៊ីឈៀនក៏បានមានប្រសាសន៍កោតសរសើរនិងវាតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលនីតិហ៊ាននិងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់បានសម្រេចបានក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនជាពិសេសគឺចំពោះវីរភាពដ៏អង្អាចក្លាហានស្មោះត្រង់លះបង់សាច់ស្រស់ឈាមស្រស់និងការខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធធនធានសេដ្ឋកិច្ចជូនកងទ័ពនិងគ្រួសារកងទ័ពឲ្យរស់មានជីវភាពនិងជីវិតល្អប្រសើរស្របតាមគោលរបបរបស់រដ្ឋាភិបាលនិងការកសាងនៅប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិនានាជាច្រើនទៀតដើម្បីបម្រើក្នុងបុព្វហេតុការពារអធិបតេយ្យបរណភាពទឹកដីទុកជាកេរប្រវត្តិជូនទៅដល់បងប្អូនកូនក្មួយជំនាន់ក្រោយទៀតសូមបញ្ជាក់ថាជំនាញការអាដាមអ៊ីឈៀននិងលោកជំទាវបណ្ឌិតបានស្រីមុំតែងតែចុះសួរសុខទុក្ខនិងគាំទ្រដល់កងកម្លាំងជាប្រចាំហើយក្នុងឱកាសនេះដែរក៏បាននាំយកនៅអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកតេប្របណ្ឌិតបរិញ្ញាហ៊ុនសែនចែកទៅដល់នីតិហ៊ានរងនិងពលទាហានតាមបណ្ដាអង្គភាពដែលកំពុងឈរជើងការពារបរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិនរួមមានស្បៀងអាហារសម្ភារៈនិងថវិកាព្រមទាំងអណ្ដូងទឹកស្អាតចំនួន6អណ្ដូងផងដែរ